បើកប្រអប់ model ថ្មីជាមួយនឹង Honor 10 Play ណាបងទាំងអស់គ្នា model នេះគឺចេញលក់ជាផ្លូវការនៅក្នុងថ្ងៃស្អែកហើយគឺមកជាមួយនឹងតម្លៃល្អមែនទែនត្រឹមតែ$68ទេវ៉ាវតែម្ដងបងទាំងអស់គ្នានិយាយទៅតម្លៃនេះក្រុមហ៊ុនដាក់មកគឺអែមខ្លាំងតែម្ដងណាតែ$68ទេហើយបងបានទៅជាមួយនឹងស្រោមទូរស័ព្ទក៏ដូចជា screen តែផងដែរណានេះសម្រាប់ស្រោមទូរស័ព្ទដែលថែមខាងក្រៅគឺការ design គេស្អាតប្លែកតែម្ដងហើយក៏មាន screen ផងដែរហើយសម្រាប់ការ design ទៅលើសបកប្រអប់របស់គេវិញគឺចេញមកបែបប្លែកតាក់ភ្នែកមែនទែន Honor Play 10ធានាល្បឿនលឿនតម្លៃល្អបំផុតគឺល្អមែនបងទាំងអស់គ្នាត្រឹមតែ$68ទេអូខេអញ្ចឹងខ្ញុំបើកប្រអប់ជូនបងទាំងអស់គ្នាមើលថាខាងក្នុងគេរូបរាងបែបណាណា វ៉ាវមកហើយនេះគឺជាការ design ប្រអប់ខាងក្នុងរបស់គេវិញម្ដងជាមួយនឹងពណ៌ទឹកសមុទ្របែបនេះស្អាតណាបងទាំងអស់គ្នាចាមើលទៅរំលេចជាមួយនឹងអក្សរ Honor Play 10នេះឲ្យបងមើលឃើញច្បាស់ថាជា model អីគឺចេញមកផុសស្អាតតែម្ដងអូខេខ្ញុំបើកបង្ហាញជូនបងទាំងអស់គ្នាវ៉ាវស្អាតមែនតើបងអើយជាមួយនឹង Honor Play 10នេះណាយើងមានពណ៌ហ្នឹងជាមួយនឹងពណ៌ខ្មៅផងដែរបងទាំងអស់គ្នាខ្ញុំបង្ហាញជូនបងទាំងអស់គ្នាជាមួយនឹងពីរពណ៌ហ្នឹងតែម្ដងនិយាយទៅពីរពណ៌នេះស្អាតម្យ៉ាងម្នាក់ទេបងអាចមើលចាក់ស្ដែងបានពណ៌ខ្មៅស្អាតមើលទៅសកុតសកុំមិនថាមនុស្សប្រុសមនុស្សស្រីគេកាន់គឺស្អាតដូចគ្នាចេញមកបែបសុភាពតែម្ដងហើយជាមួយនឹងពណ៌នេះវិញក៏បែបរំទុំដែរប៉ុន្តែមើលទៅរំលេចពណ៌យ៉ាងឆើតឆាយបន្តិចតែស្អាតដូចគ្នាសំខាន់ទៅលើបងស្រឡាញ់មួយណាជាងទេព្រោះថាអវ៉ាន់តែមួយខុសតែពណ៌តែប៉ុណ្ណឹងអូខេអញ្ចឹងយើងមកមើលនៅក្នុងសបកប្រអប់របស់គេថាមានអីមកជាមួយខ្លះណាអូខេអញ្ចឹងនៅក្នុងហ្នឹងគឺគេមានជាមួយនឹងដុំសាកមកមួយដែលដុំសាកនេះមានល្បឿន10វ៉ាត់បងទាំងអស់គ្នារួមជាមួយនឹងខ្សែសាកប្រភេទ Type C ផងដែរណានេះបងមើលបានខ្សែសាកប្រភេទ Type C ហើយក្នុងហ្នឹងក៏គេមិនដែលផ្លេចដែរជាមួយនឹងបញ្ចូលចាក់ស៊ីមឲ្យតែ model ថ្មីគឺមានមកជាស្រេចតែម្ដងរួមជាមួយនឹងសៀវភៅធានាក៏ដូចជាសៀវភៅណែនាំមកផងដែរណាហើយកាន់តែផ្លេចមិនបាននោះគឺជាមួយនឹង case ខ្លានឹងតែម្ដងប៉ុន្តែ Honor មកលើកនេះប្លែកទៀតហើយបងទាំងអស់គ្នាប្រភេទ case ខ្លានេះគឺជ័ររឹងណាហើយជាប្រភេទមានគែមសម្រាប់ទប់ទ្រទូរស័ព្ទបងប្អូនពេលដែលធ្លាក់ទៀតនិយាយទៅបែបប្លែកតែម្ដងហើយគួរឲ្យទាក់ទាញខ្លាំងប៉ុន្តែបញ្ជាក់បងថានៅក្នុងប្រអប់គឺมันមានជាមួយនឹងកាសមកទេឥឡូវបងប្រហែលជាដឹងហើយភាគច្រើននៃទូរស័ព្ទថ្មីគឺអត់សូវមានកាសមកជាមួយទេអូខេអញ្ចឹងសម្រាប់ Honor Play 10របស់យើងនេះរូបរាងស្អាតដែលគេមកជាមួយនឹងកម្រាស់ល្មមមិនស្ដើងពេកក៏មិនក្រាស់ពេកដែរជាមួយនឹងកម្រាស់ត្រឹមតែ8.55 មីលីម៉ែត្ររួមជាមួយនឹងទម្ងន់ខ្លួនរបស់គេនេះត្រឹមតែ189ក្រាមទេបងទាំងអស់គ្នាប៉ុន្នេះគឺល្មមស័ក្តិសមជាមួយនឹងការប្រើប្រាស់តែម្ដងហើយសម្រាប់កាមេរ៉ាក្រោយរបស់គេវិញគឺមានចំនួនមួយគ្រាប់ណាបងទាំងអស់គ្នាគ្រាន់តែការ design បែបចេញមកតាក់ទាញគឺគេដាក់រង្វង់2បែបនេះណាប៉ុន្តែចាក់ស្ដែងទៅគឺមានកាមេរ៉ាគោលតែមួយគ្រាប់ទេគឺទំហំ13 megapixel ដែលអាចថតវីដេអូបាន Full HD ហើយនឹងជាមួយនឹងកាមេរ៉ាមុខរបស់គេវិញមួយគ្រាប់ផងដែរណាបងទាំងអស់គ្នាចា៎ជាមួយកាមេរ៉ាមុខរបស់គេវិញទំហំ5 megapixel ដែលអាចថតវីដេអូបាន Full HD ដូចគ្នាផងដែរហើយសំខាន់ជាងនឹងទៀតក៏គេមានមុខងារ scan មុខនៅក្នុងនឹងផងដែរណាបងទាំងអស់គ្នាហើយជាមួយនឹងអេក្រង់របស់គេនេះលាតធំស្អាតជាមួយនឹងទំហំ 6.74 អ៊ីងហើយជាមួយនឹងកម្លាំងម៉ាស៊ីនរបស់គេវិញគឺគេបំពាក់មកជាមួយនឹងបន្ទះ chip MediaTek Helio G81 ដែលធ្វើឲ្យដំណើរការរបស់យើងនឹងបានគួរសមផងដែរហើយជាមួយនឹងចា memory របស់គេវិញទំហំ 64G ដែលមានជាមួយនឹង RAM ទំហំ 3G បូក 3 ផងដែរអញ្ចឹងបងប្រើប្រាស់ RAM ទំហំលោទៅដល់ 6G រួមជាមួយនឹង memory ទំហំ 64G ចំពោះកម្លាំងថ្មរបស់គេវិញគឺទំហំ 5000 mAh ដែលមានជាមួយនឹងល្បឿនសាក10វ៉ាត់ផងដែរហើយសម្រាប់កាមេរ៉ារបស់គេគឺច្បាស់ល្អបងទាំងអស់គ្នាខ្ញុំធ្វើការបង្ហាញបងចាសម្រាប់កាមេរ៉ារបស់គេគឺច្បាស់ល្អបងអាចមើលបានណាចាប៉ុន្នេះគឺមកល្មមគួរសមទទួលយកបានវាមិនច្បាស់ខ្លាំងពេកទាមទារដោយតម្លៃ$400-500ទេប៉ុន្តែក្នុងកម្រិតតម្លៃប៉ុណ្ណនេះគឺច្បាស់ល្អណាស់បងទាំងអស់គ្នាខ្ញុំហ៊ាននិយាយថាច្បាស់ល្អក្នុងកម្រិតតម្លៃប៉ុណ្ណឹង
ចឹងសម្រាប់បងចង់បានជាមួយនឹង Honor 10 Play ម៉ូតថ្មីស៊េរីថ្មីតម្លៃល្អត្រឹមតែ$68បងអាចទៅមកទិញដល់ទីតាំងក៏បានដែរសម្រាប់ទីតាំងរបស់យើងនៅខេត្តបាត់ដំបងផ្សារពុកុយនៅក្នុងផ្សារនៅតែម្ដងសម្រាប់បងតាមបណ្ដាខេត្តយើងមានសេវាផ្ញើបានគ្រប់ខេត្តក្រុងឲ្យបានដល់ដៃទូទាត់ជាមួយនឹងខេត្តដឹកជញ្ជូនក៏បានដែរព័ត៌មានបន្ថែមបងអាចឆាតសួរបានអរគុណ